នេះគឺជាជ្រូកដែលគ្មានសំណាងបំផុតដែលខ្ញុំធ្លាប់ជួបពីមុនមកវាមិនប្រយ័ត្នក៏បានធ្លាក់ចូលទៅក្នុងទឹកជ្រៅដោយមិននឹកស្មានថានៅលើផ្ទៃទឹកមានក្រពើមួយក្បាលកំពុងតែហៅទៅហៅមកជ្រូកឃើញដូច្នេះក៏បានសុំអង្វរក្រពើឲ្យជួយជូនវាយកទៅលើគោកតែភ្លាមនោះក្រពើវាបែរជាយំចេញមកព្រោះតែវាអាណិតខ្លួនឯងដែលជិត10ឆ្នាំហើយមិនដែលបានស៊ីសាច់សត្វតតែសោះជ្រូកលើក្រពើនិយាយដូច្នេះក៏ប្រញាប់រត់ចេញពីមាត់របស់ក្រពើជាបន្ទាន់ដោយភាពភ័យខ្លាចវាក៏ប្រឹងហែរហូតមកដល់លើគោកប៉ុន្តែមិនបានប៉ុន្មានក៏បានធ្លាក់ពីលើច្រាំងចំណប់មួយបន្ទាប់មកក៏បានរមៀលទៅបុកនឹងដើមប៉ោមលៀមនោះផ្លែប៉ោមមួយក៏បានធ្លាក់មកចំមាត់របស់វាបន្ទាប់មកទៀតក៏មានផ្លែប៉ោមជាច្រើនធ្លាក់មកជាបន្តបន្ទាប់រហូតកប់ខ្លួនរបស់វាហើយក៏គោជាគំនោដូចជាកូនភ្នំមួយអញ្ចឹងតែដោយសារតែវាប្រមាណថ្ងៃហើយមិនបានស៊ីអាហារអ្វីសោះម្ល៉េះហើយមិនយូរប៉ុន្មានវាក៏បានស៊ីផ្លែប៉ោមនោះទាំងអស់តែម្ដងតែវាក៏មានសន្តានចិត្តល្អដែរដោយទុកផ្លែប៉ោមមួយចែករំលែកទៅឲ្យសត្វសេកពេលស៊ីឆ្អែតយ៉ាងបរិបូរណ៍ណាស់ហើយពួកគេទាំងពីរក៏បានដេកនៅក្រោមដើមប៉ោមនោះមិនយូរប៉ុន្មានក៏មានបញ្ជ្រងមួយដើរកាត់ទីនោះហើយឃើញពួកវាទាំងពីរកញ្ជ្រោងឃើញដូច្នេះវាពិតជាសប្បាយរីករាយយ៉ាងខ្លាំងដោយថ្ងៃនេះគេបានសត្វជ្រូកនិងសត្វសេកធ្វើជាអាហារប៉ុន្តែនៅពេលដែលវារៀបនឹងចាត់ការទៅហើយនោះទឹកមាត់របស់វាក៏បានតក់ទៅចំណឹងសត្វសេកធ្វើឲ្យសត្វសេកភ្ញាក់ដឹងខ្លួនក៏ប្រញាប់ហើយគេចខ្លួនភ្លាមធ្វើឲ្យសត្វកញ្ជ្រោងសង្កត់ខុសហើយទៅចំណឹងសត្វជ្រូកពេលនោះគាត់ធ្វើឲ្យសត្វជ្រូកភ្ញាក់ឡើងភ្លាមនោះកញ្ជ្រោងក៏បានដោះសារថាគេកំពុងតែប្រឡែងលេងជាមួយនឹងសត្វសេកនោះទេចំណែកសត្វជ្រូកវាដូច្នេះក៏វាមិនចាប់អារម្មណ៍ថាគ្រោះថ្នាក់នឹងមកដល់វាក៏បានដេកបន្តទៀតភ្លាមនោះកញ្ជ្រោងក៏រៀបនឹងចាត់ការវាតែក៏ត្រូវបានសត្វសេកយកផ្លែប៉ោមគប់ចំក្បាលរបស់វាក៏បានស្ទុះឡើងហើយកញ្ជ្រោងក៏បានសង្កត់ខុសទៀតភ្លាមនោះកញ្ជ្រោងវាក៏លែងសម្ដែងទៀតដែរវារៀបនឹងចាត់ការជ្រូកម្ដងទៀតភ្លាមនោះក៏សំឡេងឆ្កែចក់លូឆ្លងឆ្លៃគ្នាភ្លាមនោះការចក់មួយគូក៏បានរត់សម្ដៅចេញមកកញ្ជ្រោងឃើញដូច្នោះក៏ប្រញាប់រត់គេចចេញយ៉ាងលឿនហើយចំណែកជ្រូកឃើញដូច្នោះវាក៏ប្រញាប់រត់គេចខ្លួនផងដែរហើយមិនយូរប៉ុន្មានចក់ទាំងពីរក៏បានដេញវាទៅដល់កន្លែងច្រកទាល់សត្វសេកឃើញដូច្នោះវាក៏បានស្រែកប្រាប់ថាឯងទាំងពីរមិនត្រូវធ្វើបាបគាត់ទេគាត់គឺជាសេនាប្រមុខធានលើធានផឹងពេលនោះចកក៏បានសើចចំអប់នឹងនិយាយថាអមានរឿងដូច្នេះផងអញ្ចឹងឯងឲ្យវាប្រែក្រឡាជាខ្លាឲ្យយើងមើលភ្លាមនោះសាច់ជ្រូកក៏បានប្រឹងបំផង់ខ្លួនដើម្បីប្រែក្រឡាជាសត្វខ្លាតែវាក៏មិនអាចធ្វើបានធ្វើឲ្យចកទាំងពីរនាំគ្នាសើចចំអកយ៉ាងខ្លាំងភ្លាមនោះក៏ស្រាប់តែសម្លេងខ្លាក្រហមចេញមកបន្ទាប់មកក៏មានសត្វខ្លាមួយក្បាលបានលោតចេញពីក្រោយដើមឈើមួយដើមធ្វើឲ្យពួកគេទាំងបីភ័យស្លន់ស្លោក៏ប្រញាប់រត់គេចចេញភ្លាមហើយកំពុងតែរត់នោះស្រាប់តែសត្វជ្រូកបានបាញ់ចេញរត់ដ៏អស្ចារ្យគឺវារត់លឿនជាងសត្វចកទាំងពីរទៅទៀតតែទោះជាយ៉ាងណាល្បឿនរបស់សត្វខ្លាវានៅតែជាលឿនជាងសុទ្ធសេកនៅពេលដែលឃើញខ្លាដេញជិតទាន់ជ្រូកវាក៏បានទៅតោសណ្ដោងជ្រូកហោះចេញទៅយ៉ាងលឿនតែមិនបានប៉ុន្មានផងវាក៏អស់ថាមពលក៏ធ្វើឲ្យជ្រូកធ្លាក់ចុះមកក្រោមដោយភាពវៃឆ្លាតវាក៏បានយកពេងប៉ោះពីផ្លែទប់គប់ចំមុខរបស់សត្វជ្រូកនៅពេលដែលសត្វខ្លាតាមមកទាន់បន្ទាប់មកសត្វសេកក៏ធ្វើជាយំរៀបរាប់ប្រាប់ទៅសត្វខ្លាថាសត្វជ្រូកអំបញ្ញមិញវារត់លឿនពេកបានបោកក្បាលនឹងដើមឈើស្លាប់បាត់ទៅហើយដូច្នេះហើយលោកបងខ្លាមិនអាចស៊ីវាបានទេព្រោះលោកបងមិនទម្លាប់ស៊ីសត្វបើដែលស្លាប់នោះទេសត្វខ្លាយដូច្នោះវាក៏មិនស៊ីសត្វជ្រូកនោះទេវាក៏បានដើរចេញទៅទាំងសេចក្តីហេវហត់ព្រោះតែដូច្នេះហើយទើបសត្វជ្រូកក៏វាបានរួចខ្លួនមួយគ្រាទៅបន្ទាប់ពីបានចែកផ្លូវគ្នាជាមួយសត្វសេកមកវាក៏បានដើរចូលក្នុងព្រៃតែម្នាក់ឯងរំពេចនោះវាក៏បានឃើញបន្លែមួយបាច់ដែលចង់ខ្សែទម្លាក់ពីលើដើមឈើមកការពិតវាគឺជាសត្វកញ្ជ្រោងមួយក្បាលអំបញ្ញមិញនោះវាមានបំណងដាក់អន្ទាក់សាច់ជ្រូកនេះជ្រូកឃើញបន្លែដូច្នេះក៏បានហក់ទៅខាងកញ្ជុងឃើញជ្រូកធ្លាក់ចូលក្នុងអន្ទាក់របស់វាហើយវាក៏បានចូលទៅជិតសត្វជ្រូកហើយក៏អង្អែលសត្វជ្រូកនោះនឹងហៀទឹកមាត់បណ្ដាលផងដែរដោយមិននឹកស្មានថានៅក្រោយខ្នងរបស់វាស្រាប់តែមានហ្វូងជ្រូកព្រៃមួយហ្វូងកំពុងតែសម្លឹងមកវាកញ្ជ្រោងឃើញសភាពការហាក់មិនសូវស្រួលវាក៏ប្រញាប់រត់កិច្ចសារជាថ្មីម្ដងទៀតកូនជ្រូកពណ៌សវាពិតជាសប្បាយចិត្តណាស់ដែលបានរួចជីវិតម្ដងទៀតវាក៏បានរត់ទៅអបវងជ្រូកព្រៃនោះបន្ទាប់មកពួកគេក៏នាំគ្នាដើរចេញទៅនៅពេលយប់កូនជ្រូកពណ៌សវាកំពុងតែញូតទឹកសម្អាតកាយហើយនេះគឺជាលើកទី1ហើយដែលវាងូតទឹកនិងស្រួលខ្លួនបំផុតចំណែកនៅម្ខាងទៀតជ្រូកព្រៃកំពុងតែដាក់មើមខ្ទឹមនិងខ្ញីហើយចំណែកជ្រូកព្រៃពីរក្បាលផ្សេងទៀតវាកំពុងតែមើលសៀវភៅពីវិធីធ្វើម្ហូបភ្លាមនោះកូនជ្រូកក៏មានអារម្មណ៍ថាទឹកយូរទៅកាន់តែក្តៅទៅភ្លាមនោះកូនជ្រូកពណ៌សក៏ដឹងថាមានអ្វីខុសប្រក្រតីហើយភ្លាមមនុស្សជ្រូកព្រៃក៏បានយកគម្របមកគ្រប់ឆ្នាំសិនពុកនោះតែក៏សំណាងល្អកូនជ្រូកនៅតែអាចរត់គេចខ្លួនបានវាប្រឹងរត់រហូតដល់ច្រាំងថ្មចោតដ៏ខ្ពស់មួយដោយមិនអាចមានផ្លូវបន្តទៅមុខទៀតបានភ្លាមនោះវាក៏បានប្រឹងពង្រេកខ្លួននឹងដើម្បីប្រយុទ្ធធតាំងជាមួយស្រូវនៅពេលដែលជ្រូកព្រៃឃើញដូច្នោះក៏បានយកកំជោស្រួចមួយទៅចាក់វាភ្លាមនោះក៏ធ្វើឲ្យកូនជ្រូកលេចខ្យល់ហោះទៅលើអាកាសសំណាងល្អក៏បានដុំពុកមួយទាំងត្រូវវាជាប់ការពិតព្រះពោធិសត្វគង់ស៊ីមជាអ្នកជួយសង្គ្រោះវាពេលនោះវាក៏បានអង្វរព្រះម៉ែគង់ស៊ីអ៊ីមឲ្យជួយវាដើម្បីប្រែក្លាយខ្លួនទៅជាមនុស្សភ្លាមនោះព្រះពោធិសត្វគង់ស៊ីមអង្គរបានប្រគល់10ថ្នាំទឹកយីវាមួយ10ដោយប្រាប់វាថាត្រូវផឹកវាឲ្យបាន3ដងនៅពេលថ្ងៃនិងក្នុងថ្ងៃនេះនោះវានឹងក្លាយជាមនុស្សហើយនៅពេលនិយាយចប់ព្រះពោធិសត្វគង់ស៊ីមក៏បានរលាយខ្លួនបាត់នៅក្នុងបរិយាកាសភ្លាមនោះកូនជ្រូកពណ៌ក៏បានយកថ្នាំទឹកនោះទៅចាក់វាជា3ចានយ៉ាងប្រុងប្រយ័ត្នបន្ទាប់មកវាក៏រងចាំថ្ងៃរះមកដល់